វីដេអូមួយនេះគឺបន្តពីភាគមួយហើយក៏ជាភាគបញ្ចប់ដែរនៅក្នុងរឿងបន្លំខ្លួនទៅយកកំពីធម៌នៅលោកខាងលិចនៅពេលមួយដែលពួកគេកំពុងតែធ្វើដំណើរឆ្លងកាត់ភូមិដ៏សែនចាស់មួយដែរហើយមើលទៅភូមិមួយហ្នឹងគឺអត់មានមនុស្សនៅទេពេលហ្នឹងដែរពួកគេគិតថាភូមិហ្នឹងប្រហែលជាភូមិគេបោះបង់ចោលភូមិខ្មោចអីចឹងទៅក៏ប៉ុន្តែទោះជាយ៉ាងណាបីសាច់កងកែបហ្នឹងក៏ទៅគោះទ្វារសាកមើលចង់ដឹងថានៅក្នុងផ្ទះហ្នឹងមានមនុស្សនៅអត់ចុងក្រោយហ្នឹងក៏មានបរិសម្នាក់ហ្នឹងបើកទ្វារចេញមកក៏ប៉ុន្តែបើកទ្វារទាំងសន្សឹមទេហាក់បីដូចជាភ័យខ្លាចទៅនឹងអ្វីមួយសន្ទុះក្រោយមកហ្នឹងអ្នកភូមិទាំងអស់ហ្នឹងក៏បានចេញមកពីផ្ទះហើយហៅគ្នាប្រជុំរួមទាំងមេភូមិផងដែរអ្នកភូមិម្នាក់ក៏បានទៅជម្រាបលោកមេភូមិថាពួកគេទាំង4នាក់នេះអះអាងថាគឺជាសង្ឃថាងហើយនឹងកូនសិស្សរបស់សង្ឃថាងទៅចម្លងធម៌នៅភូមិភាគខាងលិចក៏ប៉ុន្តែមើលរូបរាងទៅហាក់បីដូចជាមិនមែនផិនភាគដូចសង្ឃថាងដែលលោកមេភូមិធ្លាប់និទានឲ្យពួកគេស្ដាប់ទេលោកមេភូមិម្នាក់ក៏បានប្រើខ្សែចាក់កប់ភ្នែករបស់គាត់នឹងសម្លឹងមើលទៅកាន់ពួកគេទាំង4នាក់ហ្នឹងយ៉ាងយកចិត្តទុកដាក់ខ្លាំងមែនតើធ្វើឲ្យពួកគេទាំង4នាក់ហ្នឹងក៏ចាប់ផ្ដើមភ័យព្រោះខ្លាចលោកមេភូមិហ្នឹងគាត់ចាប់បានមកសន្ទុះក្រោយមកហ្នឹងលោកមេភូមិហ្នឹងក៏បានស្រែកថានេះហើយគឺជាព្រះសង្ឃថាងដែលគាត់ហ្នឹងទៅចម្លងធម៌នៅភូមិភាគខាងលិចបាទគេថាបិសាច4នាក់ហ្នឹងលឺអញ្ចឹងគឺរួចទុកផុតភ័យប្រហើយតាមពិតទៅហ្នឹងលោកមេភូមិក៏គាត់មិនស្គាល់មុខសង្ឃថាងហ្នឹងអាម៉េចដែរគាត់គ្រាន់តែធ្លាប់ទៅលឺគេនិទានឲ្យគាត់ស្ដាប់ដែរទេណាអញ្ចឹងគាត់យកមកនិទានប្រាប់អ្នកភូមិគាត់តគ្នាអញ្ចឹងទៅបន្ទាប់ពីហ្នឹងមកលោកមេភូមិក៏បានរៀបរាប់អំពីទុក្ខលំបាកនៅក្នុងភូមិរបស់គាត់ដោយសារតែថ្មីហ្នឹងគឺមានបិសាចកណ្ដុរមួយគឺកំពុងតែរុករានរាតត្បាតនៅក្នុងភូមិរបស់គាត់ខ្លាំងមែនតើមានលួចមានឆក់មានប្លន់ធ្វើឲ្យអ្នកភូមិហ្នឹងរស់នៅអត់បានសុខទេគិតមកដល់ត្រឹមពេលនេះសម្បីតែវត្ថុមានតម្លៃក៏ដូចជាគ្រឿងបរិភោគផ្សេងហ្នឹងក៏ត្រូវបានកដោគឺរឹកអស់ខ្ទេចខ្ទីហើយអាចជ្រូកនេះបន្ទាប់ពីលឺលោកមេភូមិនិយាយអញ្ចឹងខ្លួនក៏បានចេញមកហាងថាកំភៃអីវាគ្រាន់តែជាបិសាចកំពេចកំប៉ុកទេទុកឲ្យពួកគាត់ហ្នឹងជាអ្នកចាប់ការពួកអាបិសាចករលហ្នឹងអាចជ្រូកគាត់និយាយអួតទាំងហំហានណាគាត់ថាកំភៃអីកំព្រួយកុំបារម្ភអីបាទគឺបិសាចករលហ្នឹងគឺគាត់ចាប់ការវាយវាត្រឹមតែ1នាទីនេះគឺបាក់ស្បាតហើយសម្ដីទាំងអស់ហ្នឹងធ្វើឲ្យអ្នកភូមិនៅក្នុងភូមិទាំងអស់ហ្នឹងគឺគាត់សប្បាយចិត្តខ្លាំងមែនតើមានអ្នកក្លាហានមកជួយពួកគាត់បន្ទាប់មកអ្នកភូមិទាំងអស់ហ្នឹងក៏បាននាំបិសាច4ក្បាលហ្នឹងមកដល់ក្នុងវិហារមួយដើម្បីមកចាប់បិសាចកណ្ដុរស្របពេលនឹងដែរហ្នឹងបិសាចកណ្ដុរហ្នឹងក៏បង្ហាញខ្លួនហើយនិយាយឌឺដងទៅកាន់ពួកបិសាចទាំង4ក្បាលហ្នឹងណាថាគ្រាន់តែជាបិសាចកំពេចកំប៉ុកចង់មកកម្ចាត់គាត់ដែរតែជ្រូកណាក៏បានអួតថាយេបិសាចកំពេចកំប៉ុកហើយអត់ស្គាល់ពួកអញទេថាពួកអញជាពីណាគេអាមួយនេះមុខដូចស្វាហ្នឹងគេហៅស្វាមហាទេពស្មើមិចស៊ុនអ៊ូខុងក៏ប៉ុន្តែចំពោះបិសាចកណ្ដុរគឺអត់ស្គាល់មហាទេពស្មើមិចស៊ុនអ៊ូខុងអ៊ូខោញអ៊ូខួយណាទេបានត្រឹមតែកវីក្បាលថាមិនស្គាល់អញ្ចឹងឯងជ្រូកណាម៉ៅចិត្តខ្លាំងពេកខ្ជិលនិយាយច្រើនក៏បានយកអនុរបស់ខ្លួនហ្នឹងទៅវិវហាជាមួយនឹងបិសាចករលក៏ប៉ុន្តែបិសាចករលហ្នឹងបាទគឺឆ្លាតមែនតើគិចដល់កអាជ្រូកហ្នឹងគ្នាខំប្រឹងវាយឡើងចង់បែកញើសហើយវាយអត់ត្រូវដោយឃើញមុនសភាពការដូចជាមិនសូវស្រួលអាជ្រូកក៏បានហៅហ្គូរីឡាហ្នឹងឲ្យមកជួយប្រយុទ្ធគ្នាជាមួយនឹងបិសាចករលហ្នឹងមើលទៅខ្លួនឯងម្នាក់វាយមិនឈ្នះវាទេជាចុងក្រោយបាទបិសាចករលហ្នឹងក៏បានធ្វើការម៉ាត់ពួក4នាក់ហ្នឹងម្ដាយម្នាក់ដួលសន្លប់ឆឹងតែម្ដងបិសាចកតោហ្នឹងក៏បានយកអាវុធដ៏មុតស្រួចរបស់វិសលហ្នឹងយកទៅសម្លាប់បិសាចកង្កែបក៏ប៉ុន្តែមានបានសម្លាប់បានឯណាដោយសារតែអាជ្រូកហ្នឹងទៅចាប់បិសាចករលហ្នឹងជាប់អាជ្រូកហ្នឹងក៏ព្យាយាមចាប់ឲ្យអាកង្កែបហ្នឹងវាយអាបិសាចករលហ្នឹងឲ្យទល់ផ្អកត្មងទៅព្រោះពេលហ្នឹងគឺវាចាប់ជាប់ហើយក៏ប៉ុន្តែអង្កែបនេះលែលើមិនទេមិនដឹងជាល្បិចទៅវាយគេមិនឈឺវាណាបិសាចកតោហ្នឹងក៏បានដាក់កង្កែបហ្នឹងម៉ាច់ជើងទល់ផ្អកម្ដងទៀតហ្គូរីឡានោះឃើញអញ្ចឹងក៏បានយកខ្លួនរបស់គាត់ហ្នឹងទៅបុកបិសាចកតោជាមួយនឹងអាជ្រូកហ្នឹងកប់នៅកលៀនអញ្ចឹងហើយមិនបុកតែម្ដងទេបាទគឺបុក4 5ដងបុកតលលឹបចូលអញ្ចឹងបាត់ណានៅទីបំផុតពួកគេទាំង4នាក់ហ្នឹងក៏បានកំចាត់អាបិសាចកតោហ្នឹងបានដោយជោគជ័យហើយមើលមុខអាជ្រូកហ្នឹងគឺថាគាត់ឡើងត្រមកអ្នកភូមិម្នាក់នៅពេលដែលឃើញវត្តមានពួកគេទាំង4នាក់ចេញមកវិញរួមទាំងសាកសពសត្វកដុរសហ្នឹងធ្វើឲ្យពួកគេគឺសប្បាយចិត្តខ្លាំងមែនទែនកោតសរសើរទៅកាន់ពួកបិសាចទាំង4នាក់ហ្នឹងថាគឺជាវីរៈបរិសប៉ុន្តែពួកគាត់អត់ដឹងថាពួកបិសាចទាំង4នាក់ហ្នឹងគឺជាបិសាចទេគាត់គិតថាស្មន់តែជាសង្ឃថាងហើយនៅសិស្សរបស់គេរួចពីហ្នឹងមកពួកគេទាំង4នាក់ហ្នឹងក៏បានធ្វើការលាអ្នកភូមិទាំងអស់ហ្នឹងបន្តដំណើរទៅចម្លងធម៌នៅលោកខាងលិចហ្នឹងបន្តទៀតហើយអ្នកភូមិហ្នឹងក៏បានធ្វើការលើកផ្លាអបអរទៅកាន់ពួកគេហើយនឹងជូនពរពួកគេធ្វើដំណើរដោយសុវត្ថិភាពអីចឹងណាហ្នឹងហើយរួចហើយពួកគេក៏បានធ្វើដំណើរបន្តទៅមុខទៀតឆ្លងកាត់ពេលវេលាច្រើនថ្ងៃច្រើនខែខ្លាំងមែនតើបាទគឺឆ្លងកាត់ឧបសគ្គមិនតិចទេថ្ងៃផងយប់ផងភ្លៀងផងនៅពេលដែលធ្វើដំណើរហ្នឹងពួកគេអត់បានចាប់អារម្មណ៍ទេថាមានកូនបិសាចមួយក្បាលហ្នឹងកំពុងតែសម្លឹងលួចមើលមកកាន់ពួកគេបន្ទាប់ពីដើរទៅបន្តទៅមុខទៀតក៏បានឃើញអ្នកសុំទាន2នាក់បូករួមទាំងកូនង៉ែតមួយគាត់កំពុងតែអង្គុយជ្រកម្លប់ណាអញ្ចឹងទៅបាទបិសាចទាំង4នាក់ហ្នឹងក៏បានធ្វើការបរិច្ចាគក៏ដូចជាផ្លែឈើនិងនំប៉ាវផ្សេងដែលពួកគាត់ទទួលបានពីអ្នកភូមិការគាត់ជួយពីមុនមកហ្នឹងក៏បានយកឲ្យអ្នកសុំទាន2នាក់ហ្នឹងនិងកូនង៉ែតហ្នឹងយើងមើលទៅពួកគាត់គឺជាបិសាចក៏ពិតមែនក៏ប៉ុន្តែចាប់តាំងពីពួកគាត់បន្លំខ្លួនធ្វើជាប្រសងថាងនិងកូនសិស្សរបស់ប្រសងថាងគឺថាពួកគាត់មានចិត្តបរិសុទ្ធហើយនឹងល្អខ្លាំងមែនតើយើងក៏លេចបកមកកាន់ជំរំបិសាចចចកនេះវិញបាទគឺថាកូនចៅរបស់បិសាចចចកក៏បានរាយការណ៍ថាឃើញមានប្រសង4នាក់ហ្នឹងដែលអះអាងថាគឺជាមហាទេពស្មើមិចស៊ុនអ៊ូខុងហើយឥឡូវនេះគេកំពុងតែធ្វើដំណើរឆ្លងកាត់តាមជំរំរបស់បិសាចពួកគេហើយបន្ទាប់ពីលឺអញ្ចឹងហើយបិសាចចចកដែលជាបងធំគេហ្នឹងក៏បានចេញទៅមើលហើយបន្ទាប់ពីឃើញអញ្ចឹងគាត់ក៏បានចោទទៅកាន់ប្រសង4នាក់ហ្នឹងថាគឺជាប្រសងថាងខ្លាំងខ្លាយដោយគាត់គិតថាប្រសង4នាក់ហ្នឹងគឺជាមនុស្សដែលបន្លំខ្លួនអីចឹងទៅគាត់ក៏បានចូលទៅប្រយុទ្ធជាមួយនឹងស៊ុនអ៊ូខុងពិតប្រាកដតែគាត់អត់ដឹងថាស៊ុនអ៊ូខុងហ្នឹង
គឺជាសិននៅក្នុងពិតប្រកបទេចំណាយឯបិសាចចោដែរត្រូវជាប្អូនណាបន្ទាប់ពីចេញពីបន្ទប់ទឹកមកវិញបានឃើញជាមួយនឹងបងប្រុសរបស់ខ្លួនបញ្យុទ្ធជាមួយនឹងសិនអូខុងគឺបញ្យុទ្ធអត់ឈ្នះទេចង់ទៅខ្លួនភ័យខ្លាំងមែនទែនក៏បានដាក់មេព្រុចរត់យកទៅព្រះចុះទៅហ្មងកលែងមកកាន់បិសាចទាំង4នាក់នេះវិញគាត់ក៏បានធ្វើដំណើរមកដល់កន្លែងមួយដែលកន្លែងហ្នឹងហើយគឺជាតំបន់ជាចម្រោកដែលឪពុកម្ដាយរបស់បិសាចជ្រូកហ្នឹងក៏រស់នៅកន្លែងហ្នឹងបន្ទាប់ពីឃើញម្ដាយរបស់ខ្លួនបិសាចជ្រូកហ្នឹងក៏បានកុហកម្ដាយរបស់គេថាឥឡូវគេបានចូលធ្វើការបម្រើការងារនៅក្នុងរូងភ្នំស្ដាច់ហើយអញ្ចឹងទៅប្រាប់ឲ្យម្ដាយរបស់ខ្លួនហ្នឹងក៏បារម្ភពីខ្លួនអីហើយណាមួយឥឡូវនេះខ្លួនខ្លាចជា super hero ដែលមានមនុស្សចាំគ្រប់អីចឹងណាម្ដាយនេះបន្ទាប់ពីលឺអញ្ចឹងក៏បានអួតកូនរបស់គាត់ប្រាប់ទៅកាន់អ្នកចិត្តខាងថាកូនរបស់គាត់ឥឡូវគឺបានធ្វើធំហើយសូម្បីតែមនុស្សក៏គោរពដែរឡូវយេបន្ទាប់ពីហ្នឹងមកជ្រូកហ្នឹងក៏បានទៅជួបឪពុករបស់ខ្លួនដែលកំពុងតែដេកឈឺធ្ងន់នៅលើគ្រែហើយខ្លួនហ្នឹងក៏បាននិយាយការពិតប្រាប់ទៅកាន់ឪពុករបស់គេថានៅពេលនេះគេអត់បានចូលធ្វើការនៅក្នុងរូងភ្នំស្ដាច់នោះទេគឺគេកំពុងតែបន្លំខ្លួនធ្វើជាប្រសង់ឪពុកនេះបន្ទាប់ពីបានលឺហើយគាត់ក៏សប្បាយចិត្តធូរចិត្តដែរដោយសារតែកូនរបស់គាត់ហ្នឹងគឺអត់បានចូលធ្វើការនៅក្នុងរូងភ្នំស្ដាច់ដែលជាចង្រុកនៃពពួកវិសាចទេហើយគាត់ហ្នឹងគឺពិតជាពេញចិត្តឲ្យកូនរបស់គាត់ហ្នឹងដើរតាមមាគ៌ាពុទ្ធពធប្រសង់អីចឹងទៅសាងល្អធ្វើជាបិសាចមួយដែលល្អណាបន្ទាប់ពីហ្នឹងមកគាត់ក៏និយាយបន្ថែមទៀតថាកូនណាកូនឯងកុំស្ដាប់ម្ដាយរបស់ឯងព្រោះថាម្ដាយរបស់ឯងមិនបានដឹងទេថានៅក្នុងរូងភ្នំស្ដាច់នោះពោពេញទៅដោយភាពខ្មៅងងឹតក្រុមបិសាចថ្នាក់ខ្ពស់ទាំងអស់តែងតែមើងងាយមកកាន់បិសាចថ្នាក់ទាបក៏ដូចជាពួកយើងនឹងឯងទីណាក៏ដោយដែលមិនឲ្យតម្លៃយើងថែមទាំងមើងងាយយើងទៀតឆាប់ដកខ្លួនចេញមកទោះបីជាយើងខំប្រឹងធ្វើល្អយ៉ាងណាក៏ដោយក៏លទ្ធផលបានមកគឺភាពមើងងាយនឹងឯងហើយការសម្រេចចិត្តរបស់កូនក្នុងការបន្លំខ្លួនទៅយកកម្ពីធននៅលោកខាងលិចបើសិនជាដំណើរការមួយនេះគឺបានជោគជ័យកូននឹងខ្លាចទៅជាព្រះគ្រប់បិសាចទាំងឡាយនឹងមិនហ៊ានមើងងាយកូនទៀតឡើយអាចជ្រូកហ្នឹងក៏បានប្រាប់ទៅកាន់ឪពុករបស់ខ្លួនថាកុំបារម្ភពេកឪចាំពេលដែលគាត់ត្រឡប់មកពីយកកម្ពីធម៌វិញគាត់នឹងនាំគ្រួសាររបស់គាត់ទាំងអស់ហ្នឹងទៅរស់នៅកន្លែងឆ្ងាយដោយសេចក្តីរីករាយនៅយប់ហ្នឹងដែរម្ដាយឪពុករបស់ជ្រូកហ្នឹងក៏បានជប់លៀងជូនដំណើរពួកគេទាំង4នាក់ហើយផ្ដែផ្ដាំពួកគេទាំង4នាក់ហ្នឹងឲ្យចេះស្រឡាញ់គ្នាកុំចេះឆ្លោះគ្នាខំគ្នាមើលតែសត្វតែតាមការពិតពួកគេសត្វស្រាប់ហើយហ្នឹងមានអីទៀតបន្ទាប់ពីចាក់ចេញពីផ្ទះជ្រូកដើរឆ្ងាយអស់រយៈពេលជាង 4-5 ថ្ងៃមកគឺថាពួកគេទាំង4នាក់ហ្នឹងក៏មកដល់កន្លែងមួយដែលកន្លែងហ្នឹងមើលទៅមានប្រាសាទមានអីដូចវត្តអារាមអញ្ចឹងបាទគឺថាពួកគេចាប់ផ្ដើមសង្ស័យថាប្រហែលជាពួកគេមកដល់កន្លែងលោកខាងលិចហើយនៅពេលដែលពួកគេបើកទ្វារចូលទៅក្នុងប្រាសាទមួយកន្លែងទៅស្រាប់តែបានឃើញវត្តមានទេវតាជាច្រើនកំពុងតែអមអង្គុយរងចាំពួកគេណាប៉ុន្តែមិនបាញ់និយាយពីទឹកមុខទេបាទដូចជាបិសាចអញ្ចឹងទេវតាគេនេះប្រហែលជាកាចណាស់មកទៅមើលភ្នែកសន្លឹងមើលពួកគេទាំង4នាក់ហ្នឹងដូចចង់ស៊ីសាច់អញ្ចឹងពេលហ្នឹងដែរបិសាចអង្កែបហ្នឹងក៏បានសួរបិសាចជ្រូកថាចំម៉ាយហើយមើលទេវតាទឹកមុខដូចសាហាវព្រៃផ្សៃមែនហើយក៏មានទេវតាមួយអង្គហ្នឹងក៏បានស្រែកសន្លត់ពួកគេថាលបល់យកបានជួបជាមួយនឹងព្រះពុទ្ធហើយអត់មានចេះគោរពចេះអីសោះស្រាប់តែគណៈពេលហ្នឹងដែរ4នាក់ហ្នឹងក៏បានសុំព្រះពុទ្ធហ្នឹងចេញទៅក្រៅផ្លែតដើម្បីសម្រួលអេរិយាបថហើយពួកគេទាំង4នាក់ហ្នឹងក៏បានមកនិយាយគ្នាណាថាចុំធ្វើដំណើរមិនទាន់បានអីផងលេងដល់លោកខាងលិចហើយម្យ៉ាងទៀតហ្នឹងគឺពួកគេភ័យមែនតើខ្លាចលោកព្រះពុទ្ធហ្នឹងដឹងថាពួកគេមិនមែនជាសង្ឃថាងអីចឹងណាប៉ុន្តែបើយើងកលែងមកកាន់ព្រះពុទ្ធជាមួយនឹងទេវតាដទៃទៀតបាទគឺថាពួកគាត់មិនមែនជាទេវតាមិនមែនជាព្រះពុទ្ធអីទេគឺជាបិសាចបន្លំខ្លួនធ្វើជាព្រះពុទ្ធដើម្បីមកចាប់សង្ឃថាងអីចឹងណាបើយើងមើលទៅគឺថាពីរប៉ាក់ហ្នឹងកំពុងតែកុហកគ្នាទៅវិញទៅមកហើយដោយបិសាច4ក្បាលនោះគឺថាបន្លំខ្លួនកុហកធ្វើជាព្រះសង្ឃថាងអីចឹងទៅហើយចំណាយក្រុមបិសាចទាំងអស់នេះវិញគឺបន្លំខ្លួនកុហកធ្វើជាព្រះពុទ្ធធ្វើជាទេវតាអីចឹងវិញទៅបន្ទាប់ពីហ្នឹងមកបាទពួកគេក៏បានធ្វើការបន្តនិយាយគ្នាដោយខាងកូនបិសាច4ក្បាលនេះក៏បាននិយាយសុំគម្ពីរធម៌ពីព្រះពុទ្ធប៉ុន្តែកលែងមកព្រះពុទ្ធខ្លាញ់ខ្លាយនេះក៏បាននិយាយវែងឆ្ងាយដូចព្រមមិនចង់ឲ្យគម្ពីរធម៌អីចឹងណាស្រាប់តែពេលហ្នឹងវិសលណាគាត់ក៏បានចាប់បានថាព្រះពុទ្ធហ្នឹងគឺខ្លាញ់ខ្លាយទេដោយសារតែព្រះពុទ្ធគឺអត់ចេះផឹកស្រាទេប៉ុន្តែពួកអស់នេះគឺថានិយាយមកធំក្លិនស្រាងោមើលទៅវិសលណាទោះបីជាគាត់ជាបិសាចតូចតាចក៏ពិតមែនបាទប៉ុន្តែគាត់ឆ្លាតជាងអា3នាក់នេះទៀតជាចុងក្រោយបាទបន្ទាប់ពីគេចាប់បានចឹងទៅពួកបិសាចទាំងអស់ហ្នឹងក៏បានបង្ហាញខ្លួនពិតហើយអ្នកដែលបន្លំខ្លួនទៅជាប្រពុតនេះបាទក៏ជាស្ដេចបិសាចដែលធំជាងគេហើយពេលហ្នឹងគាត់ក៏បានចូលទៅវិភាគជាមួយនឹង Gorilla ដែលគាត់ស្មានថា Gorilla ហ្នឹងគឺជាស៊ុនអ៊ូខុងណាប៉ុន្តែមានណានៅពេលដែលគាត់យកបានដំបងមាសហ្នឹងគាត់ក៏មើលទៅថានេះមិនមែនជាដំបងមាសស្អីទេគឺជាឈើធម្មតាតែប៉ុណ្ណោះហើយក៏បានយកមកសំពងក្បាលរបស់ Gorilla ណាពេលហ្នឹងដែរជ្រូកហ្នឹងក៏បានចេញទៅការពារមិត្តភ័ក្តិរបស់ខ្លួនដោយយកអានាស់របស់គាត់ហ្នឹងវាយប្រហារទៅកាន់អាបិសាចហ្នឹងក៏ប៉ុន្តែនេះវាមិនមែនជាបិសាចធម្មតាទេគឺជាស្ដេចបិសាចចឹងវាយមានឈឺណាបន្ទាប់ពីពួកបិសាចទាំងអស់ហ្នឹងដឹងថា4នាក់ហ្នឹងគឺជាប្រសងທາງបន្លំខ្លួនខ្លាញ់ខ្លាយចឹងទៅបាទក៏ទាត់ពួក4នាក់ហ្នឹងចេញមកវិញទៅហ្មងមិនបងយូរទេអាជ្រូកគាត់ក៏បាននាំបាក់ពួកគ្នាគាត់ហ្នឹងចាក់ចេញពីកន្លែងហ្នឹងមកដើម្បីសុវត្ថិភាពហើយធ្វើដំណើរបន្តទៅមុខទៀតគឺអត់បោះបង់ទេអាការទៅចម្លងធននៅលោកខាងលិចហ្នឹងប៉ុន្តែមកដល់កន្លែងមួយពួកគេទាំង4នាក់ហ្នឹងក៏បានជួបជាមួយនឹងអ្នកភូមិជាច្រើននៅពេលដែលអ្នកភូមិទាំងអស់ហ្នឹងបានសង្កល់ឃើញថារូបរាងរបស់ពួកគេទាំង4នាក់ហ្នឹងប្រៀបដូចជាប្រសងທາງហើយនឹងកូនសិស្សរបស់គាត់ចឹងទៅក៏ពួកគេក៏ជឿថានោះហើយគឺជាប្រសងທາងអ្នកភូមិទាំងអស់ក៏បានបើកទ្វារសម្ងាត់មួយហើយយកក្មេងៗទាំងអស់ហ្នឹងចេញមកក្រៅដើម្បីសុំជំនួយប្រសង
ងທາງក៏ដូចជាសិស្សរបស់ប្រសងທາងណាថាជួយគាត់ផងដោយសារឥឡូវនេះគឺមានបិសាចអុកឡុកចាប់ក្មេងយកទៅជារៀងរាល់ថ្ងៃទៅមកបន្ទាប់ពីនឹងអ្នកភូមិទាំងអស់ក៏បានលិតជង្គង់ដោយគិតថានោះគឺជាប្រសងทางអីចឹងទៅក៏បានលិតជង្គង់សុំអង្វរឲ្យប្រសងทางនឹងជួយពួកគាត់ផងជួយកម្ចាត់បិសាចចោលផងដោយសារតែបិសាចនឹងខ្លាំងណាស់រូបរាងបាទសម្រាប់កូនចៅរបស់ពួកគេយកក្មេងៗយកទៅស៊ីជាចំណីអីចឹងទៅចឹងហើយធ្វើឲ្យពួកគេរស់នៅមិនបានទេកូនរបស់ពួកគេត្រូវបាត់បង់ភាពសោកស្ដាយនិងភាពអាណិតអាសូរនោះក៏កើតមានឡើងចំពោះបិសាចទាំង4ក្បាលហ្នឹងណាប៉ុន្តែស្របពេលនឹងដែរបាក់ពួកបិសាចខ្លារខិនមួយក្បាលហ្នឹងក៏បានចេញមកហើយក៏បាននិយាយថាទីបំផុតយើងរកឃើញកូនក្មេងទាំងអស់ដែលបានលាក់ខ្លួនហើយបិសាចមួយក្បាលហ្នឹងក៏បានបញ្ជាឲ្យកូនចៅរបស់ខ្លួនហ្នឹងចាប់ក្មេងៗទាំងអស់យកដាក់ទ្រុងដើម្បីបញ្ជូនទៅឲ្យមេបិសាចរបស់គេអាចជ្រូកដែរឃើញចឹងក៏បានចូលទៅប្រយុទ្ធដើម្បីជួយអ្នកភូមិទាំងអស់ហ្នឹងក៏ប៉ុន្តែប្រយុទ្ធមានឈ្នះអាមេបិសាចខ្លារខិនហ្នឹងឯណាក៏ត្រូវបានគេដាក់ផ្ងាពោះចក្រងតែម្ដងហើយអ្វីដែលសំខាន់បាទគឺវាយគ្នាហើយជន់កគ្នាផ្អឹបនឹងដីទៀតពេលនឹងដែរបិសាចកង្កែបក៏បានទៅលិតជង្គង់អង្វរថាឲ្យទុកជីវិតឲ្យបិសាចជ្រូកផងដោយសារតែវាជាមិត្តភក្តិល្អរបស់គាត់បិសាចខ្លាហ្នឹងក៏ចាប់ក្បាលរបស់ជ្រូកហើយលើកបង្ហាញទៅកាន់អ្នកភូមិទាំងអស់ហ្នឹងថាពួកឯងចាញ់បោកអាបិសាច4ក្បាលនេះហើយអាបិសាច4ក្បាលហ្នឹងគ្រាន់តែជាអ្នកបន្លំខ្លួនធ្វើជាប្រសងທາງខ្លាយទេបន្ទាប់ពីហ្នឹងមកបិសាចខ្លារខិនមួយហ្នឹងក៏បានចាប់បិសាច4ក្បាលតូចៗហ្នឹងយកមកដាក់នៅក្នុងវិហារមួយយកមកឃុំឃាំងទុកចោលនៅហ្នឹងណាស្រាប់តែនៅពេលនោះវត្តមានរបស់បិសាចចចមួយក្បាលហ្នឹងក៏បានបើកទ្វារចូលមកហើយលិតជង្គង់គោរពសុំអង្វរឲ្យបិសាច4ក្បាលហ្នឹងដែលគាត់ហ្នឹងគិតថាគឺជាមហាទេពស្មើមេឃស៊ុនអ៊ូខុងនៅប្រសងทางអីគាត់មកហ្នឹងដើម្បីសុំឲ្យពួកគេទាំង4នាក់ហ្នឹងសងសឹកឲ្យបងប្រុសរបស់គាត់ផងដោយសារតែស្ដេចចចបងប្រុសរបស់គាត់ហ្នឹងត្រូវបានប្រសងខ្លាយ4នាក់ហ្នឹងសម្លាប់ចោលបាត់ហើយប៉ុន្តែអាជ្រូកហ្នឹងក៏បាននិយាយប្រាប់ទៅកាន់ស្ដេចចចហ្នឹងវិញថាចាគាត់មិនមែនជាប្រសងทางពិតប្រាកដអីទេតាមការពិតទៅគាត់គឺខ្លាយទេមើលគាត់ទៅគាត់គឺជាជ្រូកព្រៃហើយចំណែកអាមួយដែលបន្លំខ្លួនធ្វើជាប្រសងทางនេះគឺជាអង្កែបបើកលេចទៅកាន់អាមួយដែលស្ដេចចចច្រឡំថាជាស៊ុនអ៊ូខុងហ្នឹងតាមពិតមិនមែនទេអាហ្នឹងមានឈ្មោះគាត់ថាស្វា introvert សរុបជារួមមកគឺថាពួកគាត់ទាំង4នាក់ហ្នឹងគឺបន្លំខ្លួនធ្វើជាសងทางទេមិនមែនពិតប្រាកដអីទេកំពុងតែនិយាយគ្នាហ្នឹងបាទស្ដេចបិសាចដែលធំជាងគេហ្នឹងក៏បានចូលមកដល់ហើយក៏បានឃើញជាមួយនឹងបិសាចចចមកក្បាលនៅក្នុងហ្នឹងដែរពេលហ្នឹងបិសាចអង្កែបហ្នឹងក៏បាននិយាយថាអូតាមពិតតែបិសាចនេះគាត់ច្រឡំផ្លូវចូលមកទេស្ដេចបិសាចក៏បានប្រាប់ឲ្យបិសាច4នាក់ហ្នឹងបន្លំខ្លួនធ្វើជាទេវតាដើម្បីទៅចាប់សងทางជាមួយគាត់ក៏ប៉ុន្តែបិសាចជ្រូកហ្នឹងក៏បានតបទៅវិញថាគាត់យល់ព្រមជួយសម្ដែងក៏ប៉ុន្តែត្រូវទៅដោះលែងក្មេងៗទាំងអស់ហ្នឹងទៅកាន់ម្ដាយឪពុករបស់គេវិញបិសាចខ្លារខិនហ្នឹងក៏បាននិយាយថាឯងគ្មានសិទ្ធិតថ្លៃជាមួយនឹងស្ដេចបិសាចទេរំពេចនោះដែរបាទស្ដេចបិសាចរបស់យើងហ្នឹងក៏បង្ហាញអំណាចឲ្យពួកទាំង4នាក់ហ្នឹងបានឃើញបាទពិតជាមានអំណាចមិនសូម្បីតែកូនចៅរបស់គេហ្នឹងក៏ក្រាបដែរហើយបិសាចហ្នឹងក៏បាននិយាយប្រាប់ទៅកាន់ពួកគេទាំង4នាក់ហ្នឹងថាគាត់នឹងឲ្យសាច់សងทางទៅកាន់ពួកគេហ្នឹងស៊ីដែរក៏ប៉ុន្តែត្រូវទៅជួយគាត់ដើម្បីសម្រេចកិច្ចការធំដោយសារតែស្ដេចបិសាចនៅពេលនេះគឺថាមិនត្រឹមតែចង់ស៊ីសាច់សងทางទេថែមទាំងចង់ប្រយុទ្ធប្រកួតប្រជែងជាមួយនឹងស៊ុនអ៊ូខុងទៀតព្រោះគាត់ដឹងថាស៊ុនអ៊ូខុងហ្នឹងគឺជាស្ដេចស្វាមហាទេពស្មើមេឃដែលធ្លាប់អុកឡុកឋានលើអញ្ចឹងបើសិនជាស្ដេចបិសាចប្រកួតឈ្នះស៊ុនអ៊ូខុងអញ្ចឹងគាត់នឹងមានអំណាចនៅលើឧបទ្វីបហ្នឹងហើយត្រឹមតែសាច់សងทางម្ដុំខ្លាចអីនឹងគាត់ហ៊ានឲ្យពួកអា4នាក់ហ្នឹងស៊ីអាកង្កែបប៉ុណ្ណេះបន្ទាប់ពីស្ដាប់ឮស្ដេចបិសាចថាឲ្យសាច់សងทางមកកាន់ខ្លួនស៊ីម្ដុំអីចឹងទៅវាក៏បានសម្រេចចិត្តថានឹងចូលរួមជាមួយនឹងស្ដេចបិសាចហើយ2នាក់ទៀតបន្ទាប់ពីគិតមកស្ទុះចឹងទៅគាត់ក៏យល់ព្រមចូលរួមសម្ដែងជាមួយនឹងស្ដេចបិសាចដែរក៏ប៉ុន្តែកន្លែងទៅមើលហ្គោរីឡាគាត់ក៏កំពុងតែគិតតែម្នាក់ឯងណាគេក៏បានស្ទុះទៅចាប់ដាក់អាជ្រូកហើយកវីក្បាលក្នុងន័យថាក្បាលអាជ្រូកនឹងធ្វើតាមស្ដេចបិសាចអីអាជ្រូកនឹងក៏គ្មានពាក្យអីនិយាយទេក្រៅពីសុំទោសហ្គោរីឡានេះក៏បាននិយាយថាឯងពីដំបូងគឺជាអ្នកស្វែងរកខ្ញុំហើយសូមអង្វរខ្ញុំនឹងឲ្យមកជួយឯងដើម្បីស្វែងរកគម្ពីរធម៌នៅលោកខាងលិចក៏ប៉ុន្តែឥឡូវនេះមិនបានជាពួកឯងប្រែទៅជាចោះចូលជាមួយនឹងស្ដេចបិសាចទៅវិញអាជ្រូកក៏បានតបថាអត់ទេតាមការពិតទៅផែនការដែលពួកគេបន្លំខ្លួនធ្វើជាសងทางទៅចម្លងធននៅលោកខាងលិចហ្នឹងគ្រាន់តែជាផែនការក្រោយតែប៉ុណ្ណោះពីដំបូងឡើយផែនការដំបូងគឺគេចង់ស៊ីសាច់សងทางក៏ប៉ុន្តែគេគ្មានលទ្ធភាពដូច្នេះហើយទើបគេបដូរផែនការក៏ប៉ុន្តែឥឡូវនេះឱកាសរបស់គេគឺបានមកដល់ហើយអាជ្រូកក៏បាននិយាយបន្តទៀតថាដោយសារតែគេមានសាច់ញាតិគ្រួសារបងប្អូនឪពុកម្ដាយអញ្ចឹងហើយនៅពេលដែលគេបានសាច់សងทางម្ដុំគាត់នឹងយកឲ្យគ្រួសាររបស់គាត់បរិភោគឲ្យខ្លាចទៅជាបិសាចដែលមានជីវិតអមតៈដូចគ្នានិយាយចប់អាជ្រូកហ្នឹងក៏បានដោះដៃចេញពីកូរីឡាដែលធ្វើឲ្យកូរីឡាហ្នឹងគឺគាត់មានអារម្មណ៍ថាទុក្ខសោកខ្លាំងមែនតើគឺគាត់ចាប់ផ្ដើមសោកសៅណាដោយសារតែគាត់គិតថាជ្រូកបានបោះបង់គាត់ចោលហើយបន្ទាប់មកបិសាចទាំង3ក្បាលហ្នឹងក៏ត្រូវបានស្ដេចបិសាចហ្នឹងប្រើធម្មពលរបស់ខ្លួនដើម្បីជប់ពួកគេហ្នឹងឲ្យខ្លាចទៅជាទេវតាដើម្បីបន្លំខ្លួនប៉ុន្តែក៏នៅតែកូរីឡារបស់យើងទេបាទគឺគាត់អត់ព្រមបន្លំខ្លួនតាម3អ្នកមិត្តភក្តិគាត់ទេពេលហ្នឹងស្ដេចបិសាចក៏បានដើរទៅបោចសក់កូរីឡាហើយនិយាយថាអានេះពិតជាភ្លើមែនមានសាច់សងทางស៊ីហើយបាយជាមិនស៊ីទៅវិញស្ដេចបិសាចហ្នឹងក៏បានបញ្ជាកូនចៅរបស់ខ្លួនហ្នឹងចាប់យកកូរីឡាហ្នឹងយកទៅប្រហារជីវិតចោលតែម្ដងដោយសារតែទុកអត់មានប្រយោជន៍អីទេពេលហ្នឹងដែរបាទអាជ្រូកបូករួមទាំងមិត្តភក្តិរបស់គាត់2នាក់ទៀតចង់ជួយទៅកាន់កូរីឡាដែរក៏ប៉ុន្តែដោយសារតែគាត់គ្មានគីឡូអីជាមួយនឹងស្ដេចខ្លាលខិនហ្នឹងទេចឹងទៅក៏បណ្ដោយទៅតាមហ្នឹងទៅចំណែកឯវិសលនេះវិញបន្ទាប់ពីគាត់ឃើញមិត្តភក្តិរបស់ខ្លួនត្រូវបានគេចាប់យកទៅប្រហារជីវិតក៏គាត់មិនឈរមើលដែរចឹងគាត់ក៏សម្
សម្រាប់ចិត្តថាទៅជួយមិត្តភ័ក្តិរបស់គាត់ដោយលែងបន្លំខ្លួនទៀតហើយប៉ុន្តែជ្រូកជាមួយនឹងអាកង្កាបក៏បាននិយាយថាឯងអត់ចង់ស៊ីសាច់សងខាងទេវិសលហ្នឹងក៏បាននិយាយថាតាំងពីដើមមកគឺគាត់មិនដែលចង់ស៊ីសាច់សងខាងទេគឺដោយសារតែពីរអ្នកហ្នឹងជាអ្នកប្រាប់គាត់ថាឲ្យគាត់នឹងបន្លំខ្លួនធ្វើជាសងខាងទៅចម្លងធម៌នៅលោកខាងលិចដើម្បីធ្វើជាព្រះដែលមានជីវិតអមតៈដូច្នេះហើយបានជាគាត់នាំមិត្តភ័ក្តិរបស់គាត់កូរីឡាហ្នឹងមកចូលរួមជាមួយនឹងពួកគេក៏ប៉ុន្តែឥឡូវនេះផែនការរបស់ពួកគេត្រូវបានបរាជ័យហើយបន្ទាប់ពីនិយាយចប់គេក៏បានដើរចាក់ចេញទៅដោយអោនមុខណាអស់សង្ឃឹមនឹងជីវិតរបស់គេខ្លាំងមែនតើជាពិសេសហ្នឹងគឺមិត្តភ័ក្តិដែលគេធ្លាប់រួមដំណើរជាមួយគ្នាហ្នឹងហើយបន្ទាប់ពីហ្នឹងមកបាទជ្រូកណាគាត់ក៏បានមកអង្គុយសោកសៅតែម្នាក់ឯងណាហើយគាត់បានដកយកស្បង់ជីវរដែលពួកគាត់ហ្នឹងធ្លាប់បន្លំខ្លួនធ្វើជាសង្ឃថាងដែលមានអនុស្សាវរីយ៍ធ្លាប់រួមសុខទុក្ខជាមួយគ្នាក៏ប៉ុន្តែបន្ទាប់ពីហ្នឹងគាត់ក៏បានដុតស្បង់ជីវរនឹងចោលហើយដកយកកណាត់អ្វីមួយទេដែលពុករបស់គាត់បន្សល់ទុកឲ្យណាយកមកដល់លាមើលអញ្ចឹងទៅហើយមិនដឹងថាមានរឿងអីកើតឡើងទៀតទេហើយសេរីរបស់យើងក៏បានកាត់ចូលមកកាន់ហ្គូរីឡាណាក៏ត្រូវបានគេយកមកបហាជីវិតហើយការបហាជីវិតមួយហ្នឹងគឺធាក់គាត់ទម្លាក់ចុះចូលទៅក្នុងជ្រោះអញ្ចឹងទៅក៏ប៉ុន្តែនៅក្នុងគណៈពេលនោះដែរស្រាប់តែបិសាចចចកហ្នឹងក៏បានចេញមករារាំងហើយជួយទៅកាន់ហ្គូរីឡាទោះយ៉ាងណាបិសាចចចកហ្នឹងមិនមែនជាដៃគូរបស់ពួកអបិសាចហ្នឹងទេក៏ត្រូវបានពួកបិសាចហ្នឹងទាត់បិសាចចចកហ្នឹងធ្លាក់ចូលទៅក្នុងជ្រោះស្លាប់បាត់ទៅបាទពាក់លីមួយហើយនៅក្នុងគណៈពេលនោះដែរហ្នឹងស្រាប់តែជ្រូករបស់យើងហ្នឹងក៏បានបង្ហាញខ្លួនបាទគេគឺជា Superman ណាអូគេបង្ហាញខ្លួនមកលយខ្លាំងមែនតើក៏បានធាក់អាបិសាចមួយក្បាលហ្នឹងធ្លាក់ចូលទៅក្នុងជ្រោះមួយដែរអាបិសាចមួយក្បាលទៀតចង់វាយជាមួយអាជ្រូកក៏បានចូលទៅដល់យកស្នែងរបស់ខ្លួនហ្នឹងជុលជាមួយនឹងជ្រូកបាទតែជុលមានឈ្នះអាជ្រូកណាក្បាលជ្រូកតាន់ចំម៉ាយឲ្យជុលទៅឡើងចេញផ្កាភ្លើងដោយសារតែជុលជាមួយនឹងអាជ្រូកអត់ឈ្នះហើយណាមួយអាបិសាចហ្នឹងប្រើកម្លាំងខ្លាំងពេកចឹងទៅធ្វើវាហ្នឹងបែកក្បាលពកក្បាលដួលសន្លប់ស្ដោកស្ដឹងយកតែម្ដងណានៅពេលនោះអាជ្រូកក៏បានដើរមកស្រាប់តែកូរីឡាណាគាត់ក៏បានឃើញអាបិសាចគោមួយក្បាលទៀតហ្នឹងបានឡើងមកលើវិញហើយវាហ្នឹងក៏បានធ្វើការចាប់អាជ្រូករត់កសឹងតែថប់ដង្ហើមគណៈពេលនោះដែរស្រាប់តែវិសលហ្នឹងគាត់ក៏បានយកអាថ្មសម្លៀងរបស់គាត់ហ្នឹងមកដាក់ក្បាលបិសាចគោហ្នឹងប៉ាំងប៉ុន្តែបិសាចគោហ្នឹងអត់មានបញ្ហាអីទេក៏បាននិយាយឌឺទៀតថាថ្មហ្នឹងទូចពេកអញ្ចឹងទៅបាយវាអត់ឈឺទេក៏តែអាជ្រូកហ្នឹងក៏បានទាញក្បាលបិសាចគោហ្នឹងមកប្រាប់ថាណែក្បាលអញនេះបានធ្ងន់បាទហើយគាត់ហ្នឹងក៏បានយកក្បាលរបស់គាត់ដំជាមួយនឹងអាបិសាចគោហ្នឹងតែអនុសន្លប់មួយទៀតទៅបាទក្បាលជ្រូកនេះគឺថាតាន់មែនតើហើយពួកគេទាំង3នាក់ហ្នឹងក៏បានធ្វើការនាំកូនក្មេងទាំងអស់បាទរត់ចាក់ចេញពីតំបន់បិសាចហ្នឹងទៅខណៈពេលហ្នឹងដែរពួកបិសាចក៏ដូចជាស្ដេចបិសាចហ្នឹងក៏បាននាំគ្នារបស់គាត់ហ្នឹងដេញតាមចាប់ពួកគេនៅពេលហ្នឹងហើយដាជ្រូកហ្នឹងបានប្រាប់ឲ្យមិត្តភ័ក្តិរបស់គេពីរនាក់ទៀតនាំក្មេងៗទាំងអស់ត្រឡប់ទៅកាន់ផ្ទះរបស់ពួកគេវិញឲ្យមានសុវត្ថិភាពទៅទុកឲ្យគេជាអ្នករារាំងផ្លូវស្ដេចបិសាចនិងកូនចៅបិសាចដទៃទៀតជ្រូករ៉េះដើរទៅទប់ទល់ជាមួយនឹងពួកបិសាចទាំងអស់ហ្នឹងយ៉ាងមានភាពជឿជាក់តែម្ដងណាហើយគាត់ក៏បានយកស្រានៅក្នុងឃ្លោករបស់គាត់ហ្នឹងយកមកផឹក3 4កាកមកគាត់ក៏បានដាក់វាចុះវិញពេលហ្នឹងអាស្ដេចបិសាចហ្នឹងក៏បានប្រាប់ទៅកាន់អាជ្រូកថាឲ្យបកគលក្មេងប្រុសក្មេងស្រីហ្នឹងមកឲ្យគេវិញមកបានគេទុកជីវិតឲ្យក៏តែអាជ្រូកហ្នឹងថាអត់ព្រមទេលុះត្រាណាតែស្ដេចបិសាចហ្នឹងឆ្លងផុតកម្រិតគេសិនទើបអាចយកក្មេងទាំងអស់ហ្នឹងទៅវិញបានស្ដេចបិសាចអត់ដែរលឺអញ្ចឹងក៏បានផ្ទុះសំណោចមើលងាយទៅកាន់អាជ្រូកណាហើយស្ដេចបិសាចហ្នឹងក៏បាននិយាយថាមើលកម្រិតរបស់ហើយហ្នឹងប៉ុណ្ណាបង្ហាញតិចមើលហើយជ្រូកហ្នឹងក៏បាននិយាយអោនមុខថាអញ្ចឹងតាមពិតទៅគ្រួសាររបស់គាត់មានអាចកំបាំងមួយដែលមិនអាចប្រើបានទេប្រើវាលុះត្រាណាតែពេលមួយដែលត្រូវការជាចាំបាច់គឺទាល់ច្រកបំផុតទើបអាចប្រើវាបានហើយនៅពេលហ្នឹងដែរជ្រូកក៏បានចាប់ផ្ដើមសូត្របលេងមិនដឹងជាស្អីខ្លះទេបាទហើយរូបរាងរបស់ជ្រូកហ្នឹងក៏ចាប់ផ្ដើមប្រែចេញពន្លឺពណ៌សឡើងពេញខ្លួនតែម្ដងណាហើយពេលហ្នឹងឯងដែលឆាកប្រយុទ្ធមួយក៏បានកើតមានឡើងស្ដេចបិសាចហ្នឹងក៏បានបញ្ជាកូនចៅរបស់ខ្លួនហ្នឹងចូលទៅវាយជាមួយនឹងអាជ្រូកក៏ប៉ុន្តែវាយមិនឈ្នះអាជ្រូកណាអាជ្រូកដាក់ប៉ើងតែម្ដងបន្ទាប់ពីកម្ចាត់កូនចៅបិសាចហ្នឹងអស់ហើយអាជ្រូកហ្នឹងក៏បានចូលទៅវាយអាមេបិសាចដាក់ម្ដាយទៅគឺថាដូចអេះហមោះឲ្យអាមេបិសាចហ្នឹងចឹងប៉ុន្តែដល់ទៅពេលមេបិសាចហ្នឹងដាក់អាជ្រូកមកក្បាលមកវិញបាទទៀតឡើង3-400គីឡូម៉ែត្រទៅណោះទាញដបងមកថាបំរុងនឹងសម្រាប់អាជ្រូកទៅហើយក៏ប៉ុន្តែអាបិសាចកង្កែបហ្នឹងក៏បានរត់មកហើយចូលទៅក្នុងខ្លួនអាជ្រូកបាត់ទៅនៅគណៈពេលហ្នឹងដែរស្រាប់តែរូបរាងរបស់អាជ្រូកហ្នឹងក៏ចាប់ផ្ដើមប្រែហើយធំបន្តិចម្ដងហើយក៏បង្ហាញឃើញថាអាកង្កែបហ្នឹងកំពុងតែនៅក្នុងខ្លួនរបស់អាជ្រូកបាទគេថារូបរាងកាយរបស់ពួកគាត់ពីរនាក់ហ្នឹងគឺបានចូលជ្រាបចូលជាមួយគ្នាអញ្ចឹងណាហើយស្ដេចបិសាចហ្នឹងក៏ព្យាយាមធ្វើការវាយជាមួយនឹងអាជ្រូកហ្នឹងម្ដងប្រែទៅជាជ្រូកម្ដងប្រែទៅជាកង្កែបធ្វើឲ្យស្ដេចបិសាចហ្នឹងឡើងវល់ក៏ប៉ុន្តែចុងក្រោយស្ដេចបិសាចហ្នឹងក៏បានដាក់អាជ្រូកមកដៃទៅបាល់លៀនក្បាលចេញមកទៅពីរបាទមានទាំងកែបមានទាំងជ្រូកប៉ុណ្ណឹងអត់ទាន់ចប់ទេបាទគឺថាអាជ្រូកហ្នឹងក៏មិនអន់ដែរក៏បានធ្វើការតដៃជាមួយនឹងស្ដេចបិសាចហ្នឹងធ្វើឲ្យស្ដេចបិសាចហ្នឹងគិតខ្លួនឡើងចង់លាកកលៀនដែរណាទោះយ៉ាងណាក៏ដាពីរនាក់ហ្នឹងគឺវាយមិនឈ្នះស្ដេចបិសាចទេក៏ត្រូវបានស្ដេចបិសាចដាក់ម្ដាយកប់ជាងទាំងពីរនាក់ហ្នឹងទៅក៏ប៉ុន្តែស្រាប់តែពេលហ្នឹងក៏មានអាពីរនាក់ទៀតលូតចូលក្នុងខ្លួនអាជ្រូកហ្នឹងដែរគឺ Gorilla ជាមួយនឹង Visol បាទគេថាពួកគាត់ទាំងពីរនាក់ហ្នឹងក៏បានរួមដៃគ្នាជាមួយនឹងអាជ្រូកហើយនឹងអាកង្កែបបាទគឺរួមខ្លួនគ្នាទៅមួយណាអាជ្រូកហ្នឹងគាត់ឆ្ងល់ខ្លាំងមែនតើមិនបានពួកគាត់ទាំង3នាក់ហ្នឹងដឹងពីវិធីសាស្ត្ររួមបញ្ចូលគ្នាពេលហ្នឹងពួកគាត់ក៏ឆ្លើយថាអត់ដឹងទេឃើញអាកង្កែបមុនហ្នឹងចូលបានអញ្ចឹងពួកគេពីរនាក់ហ្នឹងក៏ចូលតាមគ្នាអញ្ចឹងតែដល់ពេលដែលឃើញអញ្ចឹងបាទធម្មពលរបស់អាបិសាចហ្នឹងក៏ចាប់ផ្ដើមបញ្ចេញមកហើយវាហ្នឹងក៏បានប្រើធម្មពលរបស់វាទាំងអស់ហ្នឹងបញ្ចេញមកលើពួកអា4នាក់ហ្នឹងកន្លែងមកកាន់បិសាចទាំង4នាក់នេះវិញបាទក៏បានបញ្ចេញដៃរបស់ពួកគាត់រៀងខ្លួនមកហើយក៏ធ្វើការហោះទៅ
បញ្ជុតជាមួយនឹងអាបិសាចនឹងជាលើកចុងក្រោយនៅទីបំផុតបាទការរួមដៃគ្នារបស់ពួកគេទាំង4នាក់ហ្នឹងគឺបានជោគជ័យមែនអាបិសាចហ្នឹងក៏ត្រូវបានពួកគេហ្នឹងវាយឡើងដួលខ្ពស់តែម្ដងក៏ប៉ុន្តែបាទរូបរាងកាយរបស់បិសាចហ្នឹងគឺប្រែទៅជាមនុស្សវិញដោយសារតែគាត់ហ្នឹងគឺបានហាត់យុទ្ធសិលបិសាចអីចឹងទៅទើបធ្វើឲ្យគាត់ហ្នឹងប្រែទៅជាបិសាចកលេចមកកាន់អាចជ្រូកជាមួយនឹងមិត្តភ័ក្តិរបស់គាត់3នាក់នេះវិញគឺថាសប្បាយចិត្តខ្លាំងមែនតើនៅពេលដែលពួកគាត់រួមដៃគ្នាកម្ចាត់បិសាចក៏ប៉ុន្តែអ្វីដែលគួរសោកស្ដាយបំផុតនៅពេលដែលជ្រូកគាត់ប្រើធម្មពលគាត់អស់ហើយចឹងទៅធ្វើឲ្យគាត់មានរូបរាងកាយទៅជាជ្រូកព្រៃហើយចំណែកអាកង្កែបក៏អញ្ចឹងដែរក៏ប្រែរូបរាងកាយទៅជាសត្វកង្កែបពេញលេញតែម្ដងចំណែកឯមិត្តភ័ក្តិរបស់គាត់2នាក់ទៀតក៏អញ្ចឹងដែរប្រែទៅជាស្វាប្រែទៅជាសត្វវិសលអីចឹងតែសាច់រឿងរបស់យើងក៏បានកាត់ចូលមកដល់ពេលដែលជ្រូកនៅក្នុងព្រៃក៏បានជួបជាមួយនឹងប្រសងខាងពិតប្រាកដជាមួយនឹងស៊ុនអ៊ូខុងណាដែលពួកគេកំពុងតែធ្វើដំណើរទៅលោកខាងលិចដើម្បីចម្លងធម៌ហ្នឹងបន្ទាប់ពីហ្នឹងមកបាទអ្នកភូមិក៏បានធ្វើការគោរពបូជាអុជធូបទៅកាន់រូបសំណាក4អង្គដោយរូបសំណាកហ្នឹងគឺមិនមែនរូបសំណាកសងខាងនឹងសិស្សរបស់គាត់ទេបាទគឺជារូបសំណាករបស់បិសាចទាំង4ក្បាលនោះតាមពិតទៅទោះបីជាពួកគេមានរូបរាងកាយគឺជាបិសាចប៉ុន្តែចិត្តគំនិតរបស់ពួកគេគឺមិនមែនបិសាចឡើយហើយអ្វីដែលសំខាន់គឺពួកគេបានលះបង់ជីវិតដើម្បីជួយសង្គ្រោះក្មេងៗទាំងឡាយឲ្យមកមានជីវិតឡើងវិញដូច្នេះហើយពួកគេក៏បានក្លាយទៅជាវីរបុរសនៅក្នុងបេះដូងរបស់អ្នកភូមិហើយរឿងសងខាងคล้ายៗទៅយកគម្ពីរធម៌នៅលោកខាងលិចរបស់យើងហ្នឹងក៏ត្រូវបានបញ្ចប់តែត្រឹមហ្នឹងសម្រាប់អ្នកមកមុនមកក្រោយកុំភ្លេចជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូថ្មីៗនៅឆ្នាំក្រោយទៀតបាយបាយ